សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានព័ត៌មានមួយដែលចង់ចែកម្លែកជូនបងប្អូនជាពិសេសអ្នកដែលចូលចិត្តក្នុងការទូទាត់ប្រាក់ទៅតាមធនាគារណាអញ្ចឹងថ្ងៃនេះខ្ញុំមានសាច់រឿងមួយដែលខ្ញុំជួបផ្ទាល់ខ្លួនឯងនៅពេលព្រឹកថ្ងៃទី13ម៉ោងត្រឹមជា10នេះឯងខ្ញុំបានយកឡានទៅចាក់សាំងដោយធម្មតាហើយនឹងព្យាយាមទូទាត់ប្រាក់ទៅតាមធនាគារដោយធ្វើការ scan QR code អញ្ចឹងនៅពេលដែលខ្ញុំទូទាត់តាម QR code ទៅឲ្យបុគ្គលិកក្រាសាំងគឺខ្ញុំទូទាត់អត់កើតទេអញ្ចឹងមិនបានខ្ញុំទូទាត់ទៅតាមធនាគារអត់បានអញ្ចឹងណាអញ្ចឹងក៏បញ្ជាក់បងប្អូនដែរថាការប្រើប្រាស់សេវាអ៊ីនធឺណិតរបស់ខ្ញុំគឺការប្រើប្រាស់ដោយប្រព័ន្ធ Smart អញ្ចឹងមិនមែនថាលុយក្នុងទូរស័ព្ទដៃអស់ទេ data អស់ទេមិនមែនទេហើយសេវាក៏មានដែរប៉ុន្តែចម្លែកគឺការប្រើប្រាស់ទៅតាមការទូទាត់តាមធនាគារណាគឺអត់អាច process បានអញ្ចឹងវាមានការជាប់គាំងហើយក៏ខ្ញុំព្យាយាមប្រើប្រាស់ Smart ដល់ហើយម្ដងទៀតក្នុងការទូទាត់ឲ្យបុគ្គលិកប៉ុន្តែនៅតែអត់បានអញ្ចឹងក៏បុគ្គលិកគាត់ប្រាប់ថាដោយសារតែប្រព័ន្ធ Smart ត្រូវបានផ្ដាច់អញ្ចឹងហើយខ្ញុំក៏ព្យាយាមប្រើប្រាស់ទៅប្រព័ន្ធ smartphone ម្ដងអញ្ចឹងនៅពេលដែលខ្ញុំប្រើប្រាស់ប្រព័ន្ធ smartphone គឺដើរធម្មតាអញ្ចឹងខ្ញុំទូទាត់បានសម្រាប់អញ្ចឹងចង់រំលឹកដល់បងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ប្រព័ន្ធ Smart ហើយមានទម្លាប់ក្នុងការប្រើប្រាស់ QR code ហើយមិនយកលុយទៅតាមហ្នឹងគឺសូមមានការប្រុងប្រយ័ត្នក្រែងលោបុគ្គលិកក្រាស់ហ្នឹងគាត់ឲ្យយើងនៅអង្គុយជូតធុងចាក់សាំងណាអញ្ចឹងខ្ញុំមានព័ត៌មានប៉ុណ្ណឹងសម្រាប់ឲ្យបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាចុះព្រឹកហ្នឹងបងប្អូនមានជួបរឿងដូចខ្ញុំដែរអត់បើសិនជាជួបប្រាប់គ្នាផងដើម្បីឲ្យគ្នាយើងមានការប្រុងប្រយ័ត្នបានខ្ពស់ក្នុងការទូទាត់ប្រាក់ជូនដល់បុគ្គលិកចាក់សាំងចាសូមអរគុណ